សប្តាហ៍នេះហងមាសត្រៀមលេងឈុតធំទៀតហើយប្រិយមិត្តបងប្អូនកម្មវិធី Extreme Cambodia គុណខ្មែរត្រៀមលេងឲ្យបងប្អូន4គូនេះសិតតែរបស់ពិតហើយការជំនួបនេះក្នុងមហាព្រឹត្តិការណ៍តែមួយហើយជាការជំនួបសងសឹកផងដែរគឺមានការជំនួបសងសឹកហើយនឹងការប្រកួតគូថ្មីគឺសងសឹក2គូហើយនឹងការជំនួបដៃគូថ្មី2គូគឺទី1គឺគូកីឡាករហាន់2ត្រូវផ្ដោះទល់ជាមួយនឹងពេជ្រអាទិទេពការមុនគឺហាន់2គាត់ឈ្នះកីឡាករពេជ្រអាទិទេពហើយលើកនេះគឺកីឡាករពេជ្រអាទិទេពត្រូវទៅទិញដើមខ្សែក្រវ៉ាត់ Extreme Cambodia គុណខ្មែរគាត់មកវិញអញ្ចឹងណាបងប្អូនហើយការប្រកួតប៉ះមួយហាន់2រៀងចាប់តែបងប្អូនហាន់2ក៏រៀងល្អហើយពេជ្រអាទិទេពក៏គាត់រៀងគ្រាន់ដែរនិយាយទៅគឺល្អដូចគ្នាចុះបងប្អូនអាវុធរបស់គាត់គ្រប់គ្រឿងដូចគ្នាហើយគូទី2គឺអ្នកលេងចិត្តសាសបឺតសង្ឃឹមត្រូវតតាំងដណ្ដើមខ្សែក្រវ៉ាត់ជាមួយកីឡាករអាស្លានបែកកាលមុនគឺកីឡាករបឺតសង្ឃឹមគឺរបូតខ្សែក្រវ៉ាត់ដោយសន្លប់កីឡាករអាស្លានបែកធ្ងន់ខ្លាំងតែនកាលហ្នឹងបងប្អូនគឺសន្លប់ដោយសារកីឡាករអាស្លានបែកនេះអាវុធរបស់គាត់គឺវាចេញចូលផ្លាស់ចូលលឿនហើយកណ្ដាប់ដៃគឺធ្ងន់ហើយបឺតសង្ឃឹមកាលហ្នឹងដូចជាទឹកទី2បងប្អូនអស់ចំហត្រូវកណ្ដាប់ដៃអាស្លានបែកមួយដៃស្ដាំដៃឆ្វេងប៉ាំងសន្លប់លើសង្វៀនជាលើកទី1រយៈពេលប្រហែលឆ្នាំនេះគឺបឺតសង្ឃឹមសន្លប់ធ្ងន់ប៉ះមួយអាស្លានបែកហើយបឺតសង្ឃឹមត្រូវដើមខ្សែក្រវ៉ាត់ជាមួយអាកីឡាករអាស្លានបែកនេះនៅក្នុងមហាព្រឹត្តិការណ៍ Extreme Cambodia គុណខ្មែរហ្នឹងហើយគូទី3នេះគឺក្របីប្រៃពេជ្រសម្បត្តិត្រូវតទល់ជាមួយនឹងកីឡាករសុកធីហាកាហើយគឺជាការប្រកួតដើមខ្សែក្រវ៉ាត់ផងដែរគឺក្របីប្រៃពេជ្រសម្បត្តិដាក់ខ្សែក្រវ៉ាត់ Extreme Cambodia គុណខ្មែរគាត់ហ្នឹងឲ្យកីឡាករសុកធីកាហ្នឹងមកដណ្ដើមហើយគូនេះគឺដែលជាគូអ្នកគ្រប់គ្រងតឹងចិនចិត្តចង់ឃើញការប្រកួតអ្នកទាំងពីរប៉ះឥឡូវនេះគឺប៉ះដូចបំណងហើយបងប្អូនរវាងក្របីប្រៃពេជ្រសម្បត្តិហើយនឹងកីឡាករសុកធីការជំនួបប៉ះជាផ្លូវការហើយនៅក្នុងហ្នឹងគឺការប្រកួតនេះគឺមិនមែនលំទេគឺជាការប្រកួតមហាព្រឹត្តិការណ៍ដ៏ធំហើយគឺថាដាក់ប្រាក់រង្វាន់ខ្ពស់ទៀតផងហើយគូទី4នេះគឺនៅវ៉ានីត្រូវតទល់ជាមួយនឹងកីឡាករបេនកមហាម៉ាត់ជាកីឡាករអាកាសស្ថានដែលជាសិស្សរបស់លោកគ្រូសេនមុនថេនហើយការប្រកួតគឺដើមពីនមហាព្រឹត្តិការណ៍នេះបងប្អូន3គូដើមខ្សែក្រវ៉ាត់1គូដើមពីនឈុតនេះហងមាសលេងធ្វើក៏ក្រៅសង្វៀនទៀតហើយបងប្អូនឈុតនេះគឺស្អាតតែឈុតគីឡូធ្ងន់ប៉ះស្ទតែលំដាប់បីប្រៃពេជ្រស្បាត់ហើយពេជ្រអាទិទេពមិនមែនលំនេះក្លឹបលោកគ្រូពេជ្រស្ប៉ាន់ចេញប្រកួតមួយសប្តាហ៍ទៅមួយសប្តាហ៍គឺសឹងថាគ្រប់កម្មវិធីហើយសិស្សរបស់គាត់ស្ទតែល្អបងប្អូនចេញប្រកួតគ្រប់កម្មវិធីមែនប៉ុន្តែការវិញតាមខ្សែក្រវ៉ាត់ក៏សិស្សគាត់លំដាប់ដែរគាត់ចេញវីដូចថ្មីនេះគឺលោកគ្រូរិចគីបានចេញរិះគន់ថាឆ្ងល់ថាហេតុអ្វីបានក្លឹបលោកគ្រូពេជ្រស្ប៉ាន់ចេញប្រកួតសិស្សគាត់ចេញប្រកួតគ្រប់កម្មវិធីរាល់អាទិត្យដោយសារតែសិស្សគាត់ហ្នឹងគឺល្អរបស់គេមែនបងប្អូនមិនថាបីប្រៃពេជ្រសម្បត្តិពេជ្រអាទិទេពពេញលក្ខណៈនិយាយទៅគឺល្អគ្រប់គ្រឿងហើយអ្នកលេងចិត្តសាសយើងចាំមើលទាំងអស់គ្នាតើការជំនួបលើកនេះគាត់សងសឹកឲ្យខ្លួនឯងបាននៅទេព្រោះបឺតសង្ឃឹមលើកនេះប៉ះមួយដៃគូចាស់លើកនេះព្រោះគេល្អនៅដដែលមកគាត់វឹកហាត់វាចូលកុំដកថយអញ្ចឹងគឺល្អបឺតសង្ឃឹមបើគាត់ហ៊ានដូរជាមួយអាសានបែកនេះគឺ200គាត់អាចនឹងឈ្នះគាត់ថាកីឡាករបឺតសង្ឃឹមគាត់ជាអ្នកលេងក្បាច់ចឹងហើយគាត់វីដកដល់ពេលអាស្លានបែកគាត់វីបុកបញ្ចោលដៃទៅប៉ះប៉ាំងភ្លឹងបងប្អូនគួយបងប្អូនចាំទស្សនាដល់គ្នា4គូនេះថ្ងៃទី28ខែមិថុនាឆ្នាំ2025នេះគឺពេញលេងហើយ4គូនេះសិតតែលំដាប់គូសិតតែល្អមើលគូណាក៏វាយដូចគ្នាបងប្អូនគូមួយណាក៏វាយដែរគូនេះគូនៅវ៉ានីប៉ះបានកមហាម៉ាត់នេះកាន់តែល្អទៀតបានកមហាម៉ាត់ក៏ជាកីឡាករបុកសាហាវដែរប៉ះធានាលើកនេះញាក់សាច់ហើយអ្នកមានព័ត៌មានបងហើយអ្នកមកថ្មីកុំភ្លេចចុច subscribe នៅមួយផងអ្នកដឹងព័ត៌មានថ្មីពី Channel គុណខ្មែរ TV ចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ